ពី7ទៅ8ខែមុនហ្នឹងគឺខ្ញុំធ្លាប់បានចំណាយលុយ$300ម្ដងរួចហើយក្នុងការនាំយកសមាជិកថ្មីចូលក្នុងផ្ទះខ្ញុំហើយនោះគឺជាសត្វឆ្មាចំរបស់ខ្ញុំហ្នឹងហើយនិយាយទៅគឺថាខ្ញុំមានសត្វឆ្មាចំ2ក្បាលអ្នកនរគ្នាឆ្មាទី1របស់ខ្ញុំមានឈ្មោះថា Jackie និងឆ្មាទី2មានឈ្មោះថា Bentley ចឹងថ្ងៃនេះផងខ្ញុំត្រូវការចំណាយលុយ$350ក្នុងការនាំយកសមាជិកថ្មីចូលមកមួយទៀតនិយាយទៅវីដេអូថ្ងៃនេះផងហើយគឺបាន vlog រៀងខ្លី copyright ដល់អ្នកនរគ្នាចង់និយាយថាខ្ញុំអស់លុយទៀតហើយបាទហើយចាំមើលឆ្មា Jackie និង Bentley របស់ខ្ញុំពួកវាសមាជិកខ្លាំងប៉ុណ្ណាដែរនៅពេលដែលបានឃើញសមាជិកថ្មីមួយទៀតtrongពេលការចំណាយលុយ$350ពីអ្នកបងស្រីខ្ញុំក៏បានចាប់បានផងដែរហើយនេះគឺជារូបភាពឆ្មាទី2 Bentley របស់ខ្ញុំកាលពី7ខែមុននិយាយទៅប្រភេទពូជសាច់ឆ្មា British Long Hair នេះទៅមកបងស្រីខ្ញុំគឺថាសមាជិកខ្លាំងមែនតើហើយបន្ទាប់ពីដឹងថាចិត្តមានសមាជិកថ្មីចូលផ្ទះហើយចាំមើលសាច់ឆ្មាទី3របស់ខ្ញុំនេះគឺជាប្រភេទពូជអីដែរ10នាទីក្រោយមកក៏បានត្រង់ហាងគេលក់សัญចំហើយក៏បានចូលទៅពីអ្នកបងខ្ញុំទៅហ្មងទៅស្រាប់ពេលរបស់ចាក់ក៏បានឃើញឆ្មាមួយគឺថាមើលទៅដូចទៅនឹងឆ្មាទី2 Bentley របស់ខ្ញុំខ្លាំងមែនតើBentley ណាឲ្យកម្មខ្លួននេះអាយ៉ាហើយក៏បានដើរមើលប្រភេទសត្វផ្សេងៗទៀតពេលនោះគឺថាទំនេរខ្លាំងមែនតើខ្ញុំអូមើលវាធ្វើនិយាយទៅគឺថាគាត់រត់ទិញឆ្មាទេទៅធ្វើសលេបព្រោះមួយឆ្កែលេងអ្នកគ្នាបន្ទាប់ពីចំណាយពេលអស់មកស្ទូក្រមកក្នុងការដើររត់នេះពេលនោះខ្ញុំបានឃើញប្រភេទឆ្មាមួយដែលមានពីរពណ៌សហើយនិងខ្មៅនេះមើលទៅពិតជាត្រង់ឈួតគួរឲ្យស្រឡាញ់ខ្លាំងមែនតើដេមួយកន្លង slot គេមួយកន្លង slot គេនិយាយទៅគឺថា slot ហើយចេះខ្លាំងមែនតើហើយបាទហើយខ្ញុំពីអ្នកបងខ្ញុំគឺថាចរន្តទៅលើឆ្មានេះខ្លាំងមែនតើឬក៏សម្រាប់ចិត្តថាយកប្រភេទឆ្មាតែហ្មងទៅក្រោយពីនោះមកក៏បានចរចាតម្លៃមួយអ្នកលក់បន្ទាប់ពីចរចាត្រូវគ្នាហើយអស់ហើយនេះគឺជាលុយមួយដែលខ្ញុំបាញ់ទៅអ្នកលក់ចង់និយាយថាខ្ញុំអស់លុយទៀតហើយបាទមកបណ្ណាកូនហើយនេះគឺជាប្រកែកបាត់អស់លុយ$350និយាយទៅខ្ញុំដឹងក្រខ្លួនទៀតហើយគឺចប់យកកូនវិភាទៅបានចប់ក្រោយពីនោះមកក៏បានយកកូនឆ្មារបស់ខ្ញុំហ្នឹងទៅកាត់កញ្ចក់ដៃក៏ដូចជាកញ្ចក់ជើងហើយនឹងកាត់រោមជាដើមតែទាំងធ្វើផ្សេងទៀតនិយាយទៅគ្រាន់ថាពេលនោះទៅបានងុយទឹកឲ្យវាទេអ្នកគ្នាទីបានទៅទេហ่าបានគឺបងពីក្បាលទៀតណាឡងញ៉ៅអត់អីទេវា slow ចឹងដូចតែក៏បាននិយាយចឹងនិយាយទៅគឺថា slow ហើយងាយស្រួលខ្លាំងមែនតើឆ្មាទី3មានអារម្មណ៍នេះឆ្មាទី3ណាមានអារម្មណ៍រំភើបចង់ឈ្មោះអីឡើយតន់ដឹងឯងពងគិតសឹកហើយខ្ញុំបាននឹកឃើញឈ្មោះមួយនោះគឺចុះនេះខ្ញុំបានដឹងថាឈ្មោះនឹងល្អឬក៏អត់ទេអ្នកគ្នានិយាយទៅឆ្មាដែលខ្ញុំទិញហ្នឹងគឺឆ្មាឈ្មោះអ្នកគ្នាហើយវាគឺជាប្រភេទពុយរេកដខំដៃមើលកូនខំដៃមើលនេះខំដៃមើលនេះលើខំមើលនិយាយទៅគឺថាខ្ញុំតនីខ្លាំងមែនទេតែខ្ញុំឆ្កែរបស់គេអ្នកគ្នាអ្នកតគ្នាក៏ភ្លេចជួយ follow page ខ្ញុំមួយផងបានដើម្បីឲ្យចប់បានចំនួន 50k follower អរគុណច្រើនបន្ទាប់ពីឲ្យរួចរាល់ពេលនោះគេក៏បានឲ្យកតាខ្ញុំថែមពីលើមួយទៀតហើយក៏បានជ្រាបពណ៌កូនឆ្មាមកខ្ញុំដើរលេងទៀតនិយាយទៅគួរឲ្យស្រឡាញ់ខ្លាំងមែនទែនស្រឡាញ់កូននឹងខ្លាំងមុខឡើង cute ហើយក៏បានចូលក្នុងកតាបឬចាំត្រឡប់ទៅផ្ទះវិញបាយបងហើយនិយាយទៅកុំមានមកជិះបានជួបបងបងនៅទីហើយក្រោយពីនោះមកក៏ធ្វើដំណើរទៅផ្ទះវិញទាំងសប្បាយរីករាយបន្ទាប់ពីបានដល់ផ្ទះហើយមុននឹងខ្ញុំយកទៅឲ្យជួបបងបងវាពេលនោះខ្ញុំបានសប្បាយប៉ាម៉ាក់ខ្ញុំមុនគេតែម្ដងចានេះចៅយាយមកមួយទៀតហើយនេះចៅទី3និយាយទៅទាំងប៉ាទាំងម៉ាក់ខ្ញុំគឺសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់ពីបានសមាជិកថ្មីចូលផ្ទះក្រោយពីនោះមកក៏ចូលមកវិញជួបបងវីពីរនាក់វិញម្ដងហើយចាំមើលអាJackieនិង Bentley ពូវាសមាជិកខ្លាំងប៉ុណ្ណាអូនមើលប្អូននេះងត់ Jackie ហើយបើ Bentley វិញវារត់ចូលពួនក្រុមក្រែបាត់ហើយក៏ចាប់វាមកទៅអូនណា Bentley កុំកំហឹមអូនេះភ័យវាអូនភ័យវានិយាយទៅឆ្មាទី3របស់ខ្ញុំនៅវារៀងភ័យអ្នកគ្នាទៅបានហើយបងមិនធ្វើកូនណានេះហើយក៏បានលេងជាមួយវាទៅនិយាយទៅវាអត់សូវខូចប៉ុន្មានតែអ្នកគ្នាបើ Jackie នេះវិញទៅចូលក្នុងកតាផាត់ខ្លួនប្អូនវាណាបាទបងពុំមើលប្អូននេះមើលពុំមើលប្អូនហើយមើលទៅមើលបើ Jackie សប្បាយចិត្តខ្លាំងណាស់ពេលបានប្អូនមួយទៀតទុកលេងមួយគ្នាបើ Bentley វិញខ្ញុំមិនដឹងថាវាសប្បាយចិត្តឬក៏អត់ទេអ្នកគ្នាព្រោះឥឡូវវាចូលចិត្តលាក់ខ្លួននៅក្រុមក្រែមែវចុះនេះបន្ទាប់ពីម៉ោងក្រោយមកគឺថា Bentley និងប្អូនវាចាប់បានត្រូវគ្នាហើយអ្នកគ្នាចូលមកនេះហ៊ានមកស្ដីចិត្ត Jackie ទៀតឲ្យខ្លាច Jackie មកនេះនិយាយទៅសុំសាត្រង់ថាឆ្មាប៉របស់ខ្ញុំនឹងវាហ៊ានអ្នកគ្នាហើយនេះស្កាំភេពេលជុំមនុស្សមកពីក្រៅបាទនិយាយទៅវាក៏មិនសូវជាខ្លាំងមនុស្សប្រមាថដែរអ្នកគ្នាវាបានបងវា Bentley នៅចិត្តវាសប្បាយវាណាហើយនេះបន្ទាប់ទី2ទៅវិញហើយក្រោយមកនិយាយទៅគឺថាចាប់បានស្រុកជាមួយគ្នាបរាហើយនេះឆ្មាពៅទី3របស់ខ្ញុំចុះនេះហើយនេះទី2 Bentley ក៏ដូចជាបងគេJackie ហើយពេលមកក៏បានយកចុះនេះគុំប៉ៅរបស់ខ្ញុំនឹងទៅចាប់អាសង្ការពេលកុំឲ្យកាត់ជំងឺក៏ដូចជាប្រមើសុខភាពផ្សេងទៀតរួចក៏បានយកវាទៅងូតទឹកទៅញ៉ាំនេះផងដែរ vlog មើលទៅមានតែប៉ុណ្្នឹងទៅអ្នកគ្នាបាទហើយឆ្មារបស់ខ្ញុំទាំង3ហ្នឹងក៏ពួកវាចាប់បានស្រឡាញ់គ្នាទៅវិញទៅមកផងដែរវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ